តោះយើងអាចចាប់ផ្ដើមហើយអ្នកមកក្រោយគិតថាគាត់ក្រោយទៅចុះណាហើយអ្នកបានមកចូលរួមនេះក៏ឃើញថាភាគរយច្រើនដែរហើយតោះអញ្ចឹងជាដំបូងក៏ពីក្រមការងារអក្សរសាស្ត្រខ្មែរវគ្គ TUP ណាយើងហៅលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនចំនួន2ណាសូមស្វាគមន៍គ្រូនិស្សិតក៏ដូចជាលោកគ្រូអ្នកគ្រូណាហើយគ្រូនិស្សិតនេះអ្នកខ្លះនោះកូនលោកគ្រូនោះមកតង់ពីតង់ទៅហើយមករៀនអក្សរសាស្ត្រនឹងម្ដងពីរដងទៅហើយណាឥឡូវមានឱកាសមកបន្ថែមបង្កើនយុទ្ធសិលនិងបន្ថែមទៀតអញ្ចឹងណាអត់អីទេរៀនទៅណាអញ្ចឹងដំបូងជាកិច្ចស្វាគមន៍នឹងឯងហើយយើងនេះវគ្គទី2ប៉ុន្តែសប្តាហ៍ទី1យើងដឹងហើយតែយើងរៀន10សប្តាហ៍ហើយលោកគ្រូអ្នកគ្រូបានឃើញនៅក្នុងក្រុមហើយដំបូងយើងគិតថាយើងស្រូតតែ5សប្តាហ៍ទេណាថាឲ្យឆាប់ចប់តែចុងក្រោយយើងខ្វះធនធានដោយសារតម្រូវការពីក្រសួងគេត្រូវការគ្រូ2តង់គ្រូហ្នឹងវាគុណនឹង2អញ្ចឹងយើងទៅអត់រួចយើងថយមក10មកវិញអញ្ចឹងណាអញ្ចឹងជាទូទៅក្នុងមួយវគ្គយើងរៀន10សប្តាហ៍អញ្ចឹងណាហើយពីមុនមកនោះយើងថាយើងចង់លឿនជាងចង់ពង្រួញនៅ5ប៉ុន្តែយើងមិនអាចយើងវិលមក10សប្តាហ៍វិញបាទយើងរៀនផ្សាយអាទិត្យគ្រូណាអញ្ចឹងខ្ញុំនឹងរៀបរាប់ខ្លះហើយក្រុមការងារយើងនឹងបញ្ជាក់បន្ថែមទៀតហើយលោកគ្រូអ្នកគ្រូជើញមកថ្ងៃនេះយើងហៅថាលើកទី1នេះលំអិតទៅលើមេរៀនមិនសូវលំអិតទេលំអិតចាំយើងទៅរៀននៅក្នុងអនឡាញណាទូរសិក្សាហើយការឡើងមកនេះគឺថាឲ្យទៅលោកគ្រូអ្នកគ្រូនឹងស្គាល់គ្នានេះទី1ស្គាល់ឲ្យ UPP សកលភូមិន្ទទី2លោកគ្រូអ្នកគ្រូហ្នឹងក៏មកពីខាតផ្សេងទៅមកជុំគ្នាហ្នឹងក៏មួយយ៉ាងដែរអញ្ចឹងណាហើយមកវគ្គសិក្សាដែលលោកគ្រូទទួលសញ្ញាបត្រហ្នឹងយើងអាចមានឱកាសមកជុំគ្នា3ដងអញ្ចឹងណាមកក្នុងវគ្គសិក្សា2ដងហើយម្ដងទៀតគឺយើងហៅទស្សនកិច្ចសិក្សាអញ្ចឹងណាអាចស្គាល់តំបន់ផ្សេងទៅកន្លែងកំសាន្តហើយមានយើងកំសាន្តផងយើងសិក្សាផងណាអញ្ចឹងក្នុងជីវភាពបញ្ញាបត្រយើង TUP នេះយើងអាចឡើងមក3ដងអញ្ចឹងណា3ដងបាទអញ្ចឹងវគ្គយើងផ្សាយអាទិត្យហើយកម្រងយើងសប្តាហ៍ទី1ណាទី1ហើយយើងជុំគ្នាតែម្ដងណាដោយសារយើងជួលបន្ទប់នេះហ្នឹងគេទំនេរតែសប្តាហ៍ហ្នឹងតាមពិតកម្រងយើងថាឲ្យលោកគ្រូអ្នកគ្រូអនឡាញមកពេល2ពេលសិនឲ្យស្គាល់គ្រូអត់ទេហើយលោកគ្រូអ្នកគ្រូក៏អាចស្គាល់មេរៀនដោយសារយើងញែកពេលអត់បានអញ្ចឹងសប្តាហ៍ទី1ហ្នឹងគឺឡើងមកតែម្ដងណាតែឃើញយើងបានជុំជាច្រើនហើយហើយកម្រងយើងថ្ងៃសៅរ៍យើងរៀនពេញថ្ងៃហ្នឹងណាអញ្ចឹងព្រឹកផងល្ងាចផងរៀនហ្នឹងគឺថាការណែនាំឲ្យលោកគ្រូអ្នកគ្រូស្គាល់ពីកម្មវិធីយើងយ៉ាងម៉េចគ្រូអត់ទេយ៉ាងម៉េចវាគ្មិនយ៉ាងម៉េចហ្នឹងណាហើយមុខវិជ្ជាអីណាហើយតាមកម្រងទៀតគឺថ្ងៃអាទិត្យយើងរៀនព្រឹកហើយល្ងាចរសៀលយើងដល់ដូចចាស់ដល់ម៉ោង3អញ្ចឹងហ៎ណែគាត់ថាវាមិនពេញទេពីព្រោះទុកពេលវេលាឲ្យលោកគ្រូអ្នកគ្រូត្រឡប់ទៅផ្ទះវិញអញ្ចឹងណាតែយ៉ាងណាក៏ដោយក៏យើងបានមកស្គាល់យើងហៅថ្នាលបណ្ដុះបណ្ដាលគឺ RUPP ហ្នឹងដែលជាសាលាធំជាងគេចំណាស់ជាងគេអញ្ចឹងណាតោះហោហែទៀតលោកគ្រូអ្នកគ្រូមកដល់ទី3ហ្នឹងវគ្គសិក្សាយើងដំបូងនេះគឺមានមុខវិជ្ជា2យើងបានដាក់2ហ្នឹងឲ្យអមគ្នាអរិយធម៌ហ្នឹងគឺថាលោកគ្រូហ្នឹងក៏មាននៅក្នុងខ្លួនហើយណាគាត់តែយកសភៅទៅអានបន្ថែមជាចំណេះដឹងបន្ថែមអញ្ចឹងណាហើយមួយទៀតគឺភាសាវិទ្យារៀងក្រាស់បន្តិចជ្រៅតិចចឹងយើងអមគ្នាអញ្ចឹងក្នុងមួយវគ្គហ្នឹងគឺយើងបាក់អមអញ្ចឹងបាទតោះហើយក្រៅពីមុខវិជ្ជា2យើងក៏ណែនាំពីគ្រូឧទ្ទេសតិចទៀតក្រុមការងារនៅបង្ហាញរូប
ចឹងនៅក្នុងវគ្គសិក្សានេះយើងមានផ្នែកគ្រូអត់ទេហើយលោកគ្រូអ្នកគ្រូអនឡាញក៏អាចស្គាល់វាគ្មិនដែលជាជើងចាស់ណាចំនួនទី1យើងក៏បានអញ្ជើញលោកមកដែរដូចជាលោកគ្រូជ័យចាបណាលោកគ្រូច័ន្ទសំណប់លោកតាសូមួយខៀងគាត់រដ្ឋមន្ត្រីក្រសួងអប់រំណាអញ្ចឹងយើងមានឱកាសជួបគាត់ណាលោកគ្រូច័ន្ទសំណប់លោកគ្រូមនីណាអសរសិលណាអញ្ចឹងសិតតែជើងចាស់ហើយជើងយូរទៀតអញ្ចឹងណាអញ្ចឹងរាល់ចំណេះដឹងត្រូវបានផ្ទេរទៅជូនលោកគ្រូអ្នកគ្រូនឹងឯងអញ្ចឹងណាបើយើងរៀនអនឡាញយើងមានឱកាសរៀនជាមួយគាត់ប៉ុន្តែបើយើងរៀនផ្ទាល់យើងពិបាកអញ្ជើញគាត់ណាហើយវគ្គហ្នឹងយើងក៏មានអញ្ជើញយើងក្រងណាថានឹងអញ្ជើញអាំងជូលៀនដែរដែលជាអ្នកដែលចេះដឹងចំនួនមុនណាជារៀមច្បងហើយតិចទៀតយើងក៏ឲ្យលោកគ្រូអ្នកគ្រូស្គាល់ជំនួយការវគ្គសិក្សាយើងមានជំនួយការដែរដោយសារវគ្គលោកគ្រូ700ជាងទេតែវគ្គទី1 1000ជាងអក្សរសាស្ត្រហ្នឹងឆ្នើមជាងគេហើយក៏ច្រើនជាងគេដែរបើលោកគ្រូអ្នកគ្រូទៅកម្មសិក្សាវិញគ្រាន់តែចុះពីឡានព្រូហ្នឹងគឺថាទៅកន្លែងបាយគេដាក់អត់តាន់ទេណាកន្លែងកាហ្វេក៏គេដាក់មិនតាន់ដែរព្រោះយើងហ្នឹងតបវាច្រើនអញ្ចឹងណាតែសบายដែរណាយើងទៅណាមកណាមានគ្នាច្រើនសบายអញ្ចឹងយើងមានបងប្អូនជំនួយការតិចទៀតយើងក៏ហៅបង្ហាញហើយយើងក៏មានខាងបុគ្គលិកអប់រំគាត់មកជួយដែរអញ្ចឹងការងារនេះដំណើរបានគឺមានយើងហៅគ្រឹះទាំងប្រមាណនឹងឯងអញ្ចឹងណាហើយឯកសារសិក្សាឃើញលោកគ្រូអ្នកគ្រូបានជាវ័យហោហាហើយណែដំបូងនេះគឺយើងមានអរិយធម៌និងភាសាវិជ្ជានឹងអញ្ចឹងបានឡើងមកហើយនេះក៏លោកគ្រូគឺជើងជាទេព្រោះឯកសារនេះយើងសិតតែសម្រិតសម្រាំងហើយលោកគ្រូអ្នកគ្រូសិតតែល្បីដែលរៀបចំសភៅនឹងឯកសារនឹងអញ្ចឹងណាបាទអញ្ចឹងជាកិច្ចដំបូងប៉ុណ្ណឹងហើយយើងនឹងដូចជាយើងបង្ហាញទៅរូបឬក៏យើងបង្ហាញមុខនេះបងប្អូនជំនួយការនៅក្រៅក៏បានមកដែរណាបន្តិចទៀតខ្ញុំនឹងឲ្យក្រុមការងារនឹងជម្រាបលោកគ្រូអ្នកគ្រូណានៅការរៀនសូត្រអីផ្សេងប៉ុន្តែគាត់ថាដំបូងទីនេះយើងកុំអាគិតទៅដល់មេរៀនអីនេះពេកណាយើងមកឲ្យស្គាល់កម្មវិធីថាយើងរៀនយ៉ាងម៉េចឲ្យស្គាល់គ្នាក៏ជារឿងល្អដែរអញ្ចឹងណាហើយតាមគម្រោងយើងព្រឹកនេះលោកគ្រូអ្នកគ្រូនឹងស្គាល់មេរៀនអរិយធម៌ទី1អញ្ចឹងណាហើយរសៀលនឹងរៀនមេរៀនទី2ដែលគ្រូទេយើងនេះសិស្សជើងចាស់យើងយូរហើយណាមានប្រធានដេប៉ាតឺម៉ង់ក៏មានលោកប្រធានក៏មានរហូតទៅដល់ព្រឹទ្ធបរិះរងអញ្ចឹងណាកូនដែលស្គាល់ហ្នឹងគាត់ធ្លាប់រៀនគាត់ដឹងហើយណាលោកគ្រូធូចបារាគ្រូអិតសុធាគ្រូហេងកំវ៉ាន់នេះណាសិតតែជើងចាស់ជើងយូរហើយអញ្ចឹងណាបាទអញ្ចឹងយើងនឹងអាចទេចំណេះដឹងជូនលោកគ្រូអ្នកគ្រូបាទតោះអញ្ចឹងប៉ុណ្្នឹងចុះមើលគ្រូអត់ទេមានប្រមាណឥឡូវឡើងមកលើបន្តិចមែនណាមកឡើងមកលើតិចមកហើយទីទៀតលោកគ្រូអាចឃើញរូបអញ្ចឹងដំបូងនេះយើងក៏មិនទាន់រៀនអីទេយើងមានពេលច្រើនដែរណាអញ្ចឹងម៉ោងសិក្សាយើងចាប់ពីម៉ោង7ដល់ម៉ោង11កន្លះអញ្ចឹងណាហើយអត់អីទេណែជំរាបលោកគ្រូអ្នកគ្រូដែរចំនួនទី1យើងមិនដែលជួលបាន CK នឹងទេ CK ទំនើបហើយអាចដាក់បានច្រើនចំនួនទី1យើងទៅរៀននៅ STEM មកហើយបំបែកគ្នាអញ្ចឹងចំនួនលោកគ្រូនេះយើងបានមករៀននៅនឹងអញ្ចឹងជាកិច្ចបន្តទៀតអញ្ចឹងក៏ចង់ឲ្យលោកគ្រូអ្នកគ្រូស្គាល់តិចទៀតក៏ស្គាល់អនឡាញហើយឥឡូវស្គាល់ផ្ទាល់តែម្ដងណាអញ្ចឹងសប្តាហ៍ទី1យើងឡើងផ្ទាល់ក៏អាចស្គាល់លោកគ្រូអ្នកគ្រូដែរមកណាអញ្ចឹងគាត់តែចង់ណែនាំឲ្យគ្រូនិស្សិតស្គាល់គ្រូឧទ្ទេសហើយនឹងក្រុមការងារណាអ្នកគ្រូជំនួយខ្លះអត់បានមកអញ្ចឹងពីខាងអក្សរសាស្ត្រហ្នឹងណាសូមជម្រាបសួរ
លោកគ្រូអ្នកគ្រូនឹងសូមស្វាគមន៍ហើយយើងអាចស្គាល់គ្នា10អាទិត្យក្នុងមួយវគ្គហើយយើងមាន5មុខវិជ្ជាឯណោះហើយក៏អាចមានពេលដែលស្គាល់គ្នានៅពេលកម្មសិក្សាផ្សេងអញ្ចឹងណាអាចលង្វែកឧដុង្គជីសូណាកោបរិយហើយប្រហែលជាវគ្គនេះអាចទៅដល់ចេនឡាណាសម្បូរព្រៃគុកអញ្ចឹងណាចឹងអាចស្គាល់កន្លែងផ្សេងដែរក្រៅពីយើងបានចំណេះដឹងយើងអាចមានអនុស្សាវរីយ៍ហើយស្គាល់ទីតាំងដែលពិតអញ្ចឹងណាតោះអញ្ចឹងប៉ុណ្ណឹងហើយដោយសារបងប្អូនជំនួយការនៅខាងក្រៅគាត់នៅនេះណាអញ្ចឹងបើសិនជាមិនអាចក៏លោកគ្រូអាចស្គាល់នៅអនឡាញក៏បានដោយសារតែគាត់មកនោះអត់មានអ្នកនៅនោះហើយបងប្អូនខាងបុគ្គលិកអប់រំនឹងក៏មានមកចំនួនដែរហើយបង operator យុគសម័យនេះគេហៅថា digital អប់រំហ្នឹងគឺយើងត្រូវការនឹងឯងណាដើម្បីឲ្យដំណើរការចឹងសូមអរគុណហើយខ្ញុំសូមចាប់ផ្ដើមតែប៉ុណ្្នឹងហើយក្រុមការងារនឹងបញ្ជាក់លោកគ្រូអ្នកគ្រូអំពីម៉ោងអំពីការសិក្សាបន្តទៀតអញ្ចឹងមិញក៏បានណែនាំឈ្មោះចឹងចាំមើលក្នុងនោះទៅណាចឹងមានឈ្មោះហើយជាងសឿនអាចបន្តកិច្ចការហ្នឹងណាប្រើតេឡេនេះក៏បាន